យើងចូលទៅមុខងារសម្រាប់ថ្លឹងទម្ងន់ណាយើងចូលទៅនេះថ្លឹងបាវហ្នឹងថ្លឹងបាវព្រោះថ្លឹងទម្ងន់វាមាន2មានថ្លឹងសัตว์ទៀតឥឡូវយើងឧទាហរណ៍ថាយើងថ្លឹងដលងទៅ1គីឡូ2500 1គីឡូ2500ណាអញ្ចឹងយើងសេតឲ្យហើយតបមកហើយបាវទី1យើងថ្លឹងបានប្រហែលដូចថា50គីឡូអញ្ចឹងយើងបូកទៅឃើញទេវាលោតឲ្យអញ្ចឹងបាវទី2បានប្រហែល55បាវទី3បានប្រហែល60ណាបាវទី4បាន65ឃើញទេអញ្ចឹងឃើញទេវាបូកឲ្យអញ្ចឹងយើងធ្វើការសេវឲ្យយើងដាក់ឈ្មោះទុកចំណាំណាយើងទិញពីណាបាទហេបាទអញ្ចឹងឃើញទេយើងទុកចំណាំអញ្ចឹងយើងរក្សាទុកឥឡូវយើងពេលយើងដើរទិញដលងទិញអីអញ្ចឹងទៅយើងចង់មើលបញ្ជាយើងទិញពីឈ្មោះនេះបានប្រមាណទិញពីឈ្មោះនេះបានប្រមាណអញ្ចឹងយើងមើលប្រវត្តិនៅនេះណាមានលុយមានអីនៅហ្នឹងហើយពេលដែលយើងថ្លឹងគឺវាបូកលុយយើងចង់ដាក់ជាដុល្លារក៏បានចង់ដាក់ជាខ្មែរក៏បានឥឡូវយើងដាក់ជាដុល្លារទៅ1គីឡូបាន1គីឡូ1ចំអត់មានណា1ដុល្លារអញ្ចឹងឧទាហរណ៍ឡើយមិនបាច់ទេយើងប្រើខ្មែរសុទ្ធទៅបង1គីឡូ1500 ឡើងបាន50ណាឡើងបាន60ឡើងបាន65ឃើញទេវាបូកឲ្យរហូតអញ្ចឹងយើងអត់ច្រឡំលំដាប់បាវទេណាបាវទី1ទី2ទី3ទី4ទី5ទីប្រហែលវាលោតឲ្យណារាប់រយបាវក៏យើងអត់វែងដែរអញ្ចឹងអានឹងសួរអញ្ចឹងណាបាទ